សង្សារគ្នាប្រាប់ថាមានឡានតែឡានដូចជាចាស់ដល់ហើយឡានចាស់ហើយមនុស្សអត់សង្ហាទៀតរូបអត់ដូចនៅក្នុង profile Facebook សោះជូននាងបាទចាអរគុណសំទោសដែលឲ្យនាងចាំយូរបើអញ្ចឹងតើពួកយើងទៅជិះឡាននេះហើយបាទប្រកាសហើយអ្នកនាងសាងថាឡានខ្ញុំចាស់តែមិនដែរទេឡានចាស់បែបនេះខ្ញុំបញ្ជីទេបាក់មុខខ្ញុំស្លាប់ហើយលោកដឹងដែរទេណែអាចជាស្រ័យផងអ្នកនាងខ្ញុំមានតាឡានកញ្ចាស់បែបនេះទេសង្ឃឹមថាអ្នកនាងមិនប្រកាន់រឿងស្នេហារបស់ពួកយើងទេអញ្ចឹងពួកយើងអាចទៅបានទេតែឈួតអីជាមួយលោកឯងយកផ្កាលោកឯងទៅវិញទៅខ្ញុំមិនស្រឡាញ់លោកឯងទេចាប់ពីថ្ងៃនេះទៅលោកឯងជប់ឆាតមកខ្ញុំហើយប្លុកលេខខ្ញុំចោលទៅប្លុកទាំង Facebook ខ្ញុំផងហើយជប់មករញ៉េរញ៉ៃក្នុងជីវិតរបស់ខ្ញុំស្អាតបានហើយណែអ្នកនាងធ្លាប់និយាយជាមួយខ្ញុំថាមិនប្រកាន់ថាខ្ញុំមានតែក្រទេឡានចាស់នេះពួកយើងអាចដូរថ្មីបាននៅពេលថ្ងៃណាដែលខ្ញុំរកលុយបានសង្ឃឹមថាអ្នកនាងមិនប្រកាន់តិចចុះណាបានហើយយ៉ាងណាក៏ខ្ញុំមិនស្រឡាញ់លោកដែរលោកឆាប់ត្រឡប់ទៅវិញទៅពួកយើងបញ្ចប់គ្នាត្រឹមនឹងចុះឈប់តាក់ទងគ្នាចាប់ពីថ្ងៃនេះតទៅលីសាយ៉ាងណាឯងទុកមុខឲ្យគាត់ផងឯងបាច់លូកបាត់រឿងយើងទេណាហើយអ្នកនាងលីសាបើនាងសម្រេចចិត្តយ៉ាងនេះទៅហើយខ្ញុំក៏មិនថាអ្វីដែរយ៉ាងណាខ្ញុំក៏ជូនពរនាងឲ្យរកបានអ្នកដែលស្អាតជាងខ្ញុំសង្ហាជាងខ្ញុំហើយក៏មានជាងខ្ញុំដែរប្រកាសហើយរូបរាងប្រហែលខ្ញុំស្អាតប្រហែលខ្ញុំប្រកាសជារកបានមនុស្សដែលល្អជាងលោកមិនខានលោកចាំទៅមើលចុះយ៉ាងណាលោកក៏ខំអភិវឌ្ឍខ្លួនឯងទៅរកលុយឲ្យបានទិញឡានឲ្យថ្មីដើម្បីញ៉ែស្រីឲ្យបានល្អឲ្យបានស្អាតមិនអញ្ចឹងគ្មានអ្នកណាគេស្រឡាញ់លោកទេហើយលីសាមិនក៏ឯងនិយាយច្រើនយ៉ាងនេះយ៉ាងណាទុកមុខឲ្យគាត់ផងទៅណាគេជាមនុស្សប្រុសគេក៏មានការខ្មាស់អៀនដែរបើឯងប្រស្រឡាញ់គេហើយក៏និយាយតាមស្រួលទៅចាំបាច់អីស្ដីឲ្យគេខ្លាំងយ៉ាងនេះប៉ុណ្ណឹងគ្មានអីធ្ងន់ធ្ងរទេគ្នាខាងណាស់ណាព្រោះគេបានបោកទំនុកចិត្តគ្នាជាង 4-5 ខែមកនេះដល់ពេលមកជួបគ្នាស្រាប់តែកលេសបែបអញ្ចឹងរឿងឯងមិនស្រឡាញ់គេយើងមិនបន្ទោសទេប៉ុន្តែយ៉ាងណាក៏បែកគ្នាដោយសន្តិវិធីទៅដើម្បីកុំឲ្យមានរឿងល្អអង្គដល់គ្នាទៅថ្ងៃក្រោយណាមនុស្សនេះបើមិនប្រមានគេខ្លះទេថ្ងៃក្រោយគេអាចដាក់បោកមនុស្សគ្រប់គ្នាក៏ថាបានណាបានហើយអាកនីលលោកឆាប់ត្រឡប់ទៅវិញចុះរឿងពួកយើងក៏ចប់គ្នាត្រឹមនឹងដែរបាទនាងលីសាជូនពរនាងសំណាងល្អលោកអាកនីលឲ្យខ្ញុំសុំទោសជំនួសលីសាមិនប្រាប់ខ្ញុំផងនាងលើក្មេងនាងនិយាយស្ដីមិនដឹងខុសត្រូវទេបាទមិនអីទេអ្នកនាងយ៉ាងណានេះជាកំហុសរបស់ខ្ញុំព្រោះខ្ញុំគ្មានសមត្ថភាពខ្ញុំមិនស្អាតខ្ញុំមិនសង្ហាខ្ញុំមិនមានលុយដូចគេអញ្ចឹងនាងគួរតែជ្រើសរកអ្នកល្អអ្នកមានអ្នកសង្ហាហើយខ្ញុំទៅហើយណែជប់សិនលោកអាកនីលអ្នកនាងមានការអីខ្ញុំឈ្មោះទេពីបើមិនយល់ទាស់ទេលោករកអានខ្ញុំជាមិត្តផងបានទេខ្ញុំមានតឡានកញ្ចាស់បែបនេះនាងរកអានខ្ញុំដែរខ្ញុំតាំងពីដើមមករកអានមិនដែលគិតលើមានក្រទេបើលោកមិនប្រកាន់ខ្ញុំលោកអាចយកខ្ញុំជាមិត្តបានល្អបើអញ្ចឹងនាងទៅជាមួយខ្ញុំលោកអាកនីលលោកមិនចូលឡានទៅទេនេះជាឡានមិត្តភ័ក្តិដែលខ្ញុំខ្ចីមកទេមានន័យថាលោកអត់មានឡានទេបើខ្ញុំអត់មានឡានជីតើអ្នកនាងនៅរកខ្ញុំទេទោះលោកអត់ឡានក៏ខ្ញុំនៅទៅរកដែរឡានរបស់ខ្ញុំនៅខាងនោះដើមឡើយខ្ញុំគិតថាឡាននេះជាកាដូសម្រាប់លីសាជាកាដូសម្រាប់លីសាអញ្ចឹងមិនក៏លោកមិនបើកឡាននេះទៅជួបនាងបើខ្ញុំបើកឡាននេះទៅតើខ្ញុំមិនយ៉ាងដឹងពីចរិតពិតរបស់លីសាមានន័យថាលោកបើកឡានចាស់ទៅដើម្បីពិសោធន៍ចិត្តរបស់លីសាប្រកាសហើយខ្ញុំចង់ដឹងថាតើលីសាស្រឡាញ់ខ្ញុំស្មោះដែរទេការពិតលោកសាក់ចិត្តលីសាសោះអញ្ចឹងតើឡាននេះអ្នកណាបើកមកឬក៏លោកយកមកទុកចោលនឹងតាំងពីថ្ងៃណា
ឡានថ្មីនេះខ្ញុំទើបតែយកមកទុកព្រឹកមិញដែរទេខ្ញុំបានពឹងមិត្តភ័ក្តិម្នាក់ដើម្បីឲ្យគេបើកឡានមកទុកក្បែរឡានចាស់របស់ខ្ញុំរួចខ្ញុំជិះឡានចាស់ទៅជួបលីសាតែខ្ញុំមិននឹកស្មានថាលីសាស្រឡាញ់តែអ្នកមានអ្នកស្អាតសង្ហាប៉ុន្តែសំណាងដែរដែលមាននាងរាប់ខ្ញុំជាមិត្តភ័ក្តិ លោកមានយ៉ាងនេះខ្ញុំមិនហ៊ានរាប់លោកជាមិត្តភក្តិទេ ក៏បានបើអញ្ចឹងរាប់ខ្ញុំជាសង្សារទៅយ៉ាងមិនដែរព្រោះទេពីរអាចទទួលយកភាពជាក្រពីដំបងរបស់ខ្ញុំបានបើមិនយល់ទាស់ទេតោះយើងចូលឡានជួយបើកឡានចាស់របស់ខ្ញុំទៅទុកនៅការ៉ាស់វិញផងបញ្ចូលសម្លេងដោយ VFM នាំមកទូរការកំសាន្តគ្រប់ទីកន្លែង